love you Love you. I love you. ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាវីដេអូថ្មីមួយដែលខ្ញុំនិងក្រុមគ្រួសារបានទៅដើរលេងកម្សាន្តនៅរមណីយដ្ឋានធម្មជាតិបែបកែច្នៃនៅក្រុងព្រះសីហនុបាទនៅដែលមានចម្ងាយពីក្រុងព្រះសីហនុប្រហែលជាជិត30គីឡូម៉ែត្រហើយនៅស្ថិតនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុដែលរមណីយដ្ឋាននេះមានឈ្មោះថាទឹកធ្លាក់ព្រៃនប់ហើយរមណីយដ្ឋាននេះបើសិនជាបងប្អូនធ្វើដំណើរពីក្រុងព្រះសីហនុមកបងប្អូនត្រូវនៅខាងឆ្វេងដៃតែបើសិនជាបងប្អូនធ្វើដំណើរពីខាងវារិញមកវិញឬក៏ពីផ្លូវជាតិលេខ4ខាងភ្នំពេញមកវិញគឺនៅខាងស្ដាំដៃហើយនេះគឺជាផ្លូវចូលពីមុនកាលពីឆ្នាំមុនមិនទាន់មានការចាក់បេតុងចូលអញ្ចឹងទេផ្លូវគ្រួក្រហមប៉ុន្តែឥឡូវខាងរមណីយដ្ឋាននេះគេមានការចាក់បេតុងផ្លូវចូលស្អាតហើយអត់មានបញ្ហារឿងផុករឿងផ្លូវពិបាកអីទេគឺផ្លូវបេតុងតាំងពីផ្លូវចូលតាំងពីខ្នល់ជាតិមករហូតទៅដល់ទឹកជ្រោះហ្មងបងប្អូនមកជាលក្ខណៈម៉ូតូក៏បានឬក៏ឡានតូចឡានធំអីគឺបានគ្រប់ប្រភេទទាំងអស់ហើយអញ្ចឹងសូមបងប្អូនចេញទស្សនាទេសភាពនិងវីដេអូទាំងស្រុងតាំងពីដើមដល់ចប់ហើយមានរឿងដែលចម្លែកមួយទៀតដែលវាហួសនឹងនិយាយខ្ញុំនឹងរៀបរាប់បន្តទៀតនៅក្នុងវីដេអូនេះសូមបងប្អូនទស្សនាដល់ចប់នៅវីដេអូនេះនឹងបានឃើញហើយនេះគឺយើងចូលមកដល់ខាងក្នុងកន្លែងដែលដំណាក់ខាងលើគេទាំងអស់ទឹកនិយាយទៅទឹកជ្រោះហ្នឹងវាមានច្រើនដំណាក់ដោយសារតែគេរៀបចំទប់ធ្វើជាទំនប់បហៀទឹកវាមានច្រើនដំណាក់ពីលើដល់ក្រោម3 4 5 6តំណាក់10តំណាក់នោះមានច្រើនណាស់អញ្ចឹងតែយើងឡើងមកលេងនៅខាងលើគេទាំងអស់ហើយកន្លែងចតឡានក៏អត់ខ្វះដែរគ្រាន់ថាគេអត់មានជាកន្លែងលក់ដូរម្ហូបអីធំដុំទេគឺមានតែម៉ូតូនៅខាងក្បែរហ្នឹងទេអញ្ចឹងបើសិនជាបងប្អូនមកលេងអាចសកួរម្ហូបឬក៏ភេសជ្ជៈអីខ្លួនឯងមកខ្លះអញ្ចឹងព្រោះអីបើខុសពីថ្ងៃបុណ្យប្រហែលជាអត់មានអ្នកលក់ដូរនៅហ្នឹងទេហើយបើសិនជាបងប្អូនចង់មកលេងហើយឃើញទេសភាពស្អាតអញ្ចឹងតើតើបងប្អូនមកក្នុងខែវស្សាបើគិតទៅចាប់ពីខែទី6ឬក៏ខែ7ឡើងទៅរហូតដល់ខែ10ហ្នឹងគឺអាចមានទឹកធ្លាក់ស្អាតចឹងហ្នឹងគឺតូបដែលបងប្អូនបានឃើញហ្នឹងគឺមានតែពេលថ្ងៃបុណ្យទានទេថ្ងៃខុសពីបុណ្យទានពួកគាត់អាចនឹងអត់មកលក់ដោយសារតែខុសពីបុណ្យទានអត់សូវមានមនុស្សចឹងណាបើសៅរ៍អាទិត្យអាចនឹងមានមនុស្សមកលេងច្រើនមានគេមកលក់ដូរអីតិចតួចដែរប៉ុន្តែយល់ល្អបើសិនជាអាចបងប្អូនអាចសកួរម្ហូបឬក៏ភេសជ្ជៈអីពីផ្ទះមកខ្លួនឯងខ្លះមកដើម្បីការពារហានិភ័យអត់មានអីហូបជាហើយចំណែកកន្លែងនេះគឺជាកន្លែងនៅខាងលើគេបង្អស់មានប្រភេទជាអាងទឹកធំមួយដែលទឹកហូរពីទឹកជ្រោះពីភ្នំមកហ្នឹងគឺហូរចូលបងហ្នឹងហើយហូរចាក់បន្តទៅទៀតតាមដំណាក់ខាងក្រោមពីមួយដំណាក់ទៅមួយដំណាក់អញ្ចឹងសិតតែមានអាងអញ្ចឹងណាហើយជម្រៅដូចជាមិនជ្រៅណាទេប្រហែលជាកន្លែងខ្លះ1ម៉ែត្រកន្លះកន្លែងខ្លះអាចដល់1ម៉ែត្រ8ឬក៏2ម៉ែត្រអីខ្ញុំអត់ច្បាស់ដែរប៉ុន្តែគាត់ណាវាមានកន្លែងដែលរាក់ល្មមសម្រាប់ក្មេងៗនៅគៀនអញ្ចឹងណាទឹកគឺស្អាតបើសិនជាបងប្អូនមកលេងនៅក្នុងខែវស្សាគឺមានទឹកច្រើនហើយស្អាតគាត់ណាវាមានកតិចស្លឹកឈើមានអីតិចតួចដោយសារតែវាជាលក្ខណៈព្រៃភ្នំអញ្ចឹងតែសំខាន់គឺចាប់ពីឥឡូវទៅគឺផ្លូវស្អាតហើយនៅកន្លែងថ្មនេះកន្លែងអង្គុយលេងទាំងអស់គ្នាមកមកឡុកខាងហ្នឹងគឺមានថ្មហើយនៅមានកញ្ចុះនៅខាងក្រោមនេះមានកញ្ចុះសម្រាប់អង្គុយលេងហើយបន្តទៅទៀតនៅខាងក្រោមហ្នឹងនឹងមានដំណាក់ទៅខាងក្រោមនោះមានកន្លែងទឹកជ្រោះស្អាតបើបងប្អូនអាចចង់ទៅមើលខាងក្រោមទៀតអាចដើរចុះទៅតាមវីដេអូដែលខ្ញុំបង្ហាញនេះគឺចុះទៅខាងក្រោមដើម្បីទៅមើលទឹកជ្រោះនៅខាងក្រោមនោះដែលមានដំណាក់ទឹកហូរដូចនៅខាងមុខនេះបងប្អូនដើរចុះតាមគៀនហ្នឹងទៅដល់ខាងក្រោមมันមានឃើញកន្លែងទឹកហូរទឹកជ្រោះធ្លាក់មកស្អាត
កន្លែងនេះទឹករហូររៀងខ្លាំងជាងគេដោយសារកន្លែងហ្នឹងគេធ្វើមុខកាត់ដូចច្រាំងដាច់អញ្ចឹងហូរមកទឹកនេះនៅខែវស្សាអញ្ចឹងឃើញបងប្អូនឃើញស្អាតហើយត្រជាក់នៅក្នុងទឹកត្រជាក់ដោយសារតែទឹកជ្រោះហូរពីភ្នំមកអញ្ចឹងគឺទឹកត្រជាក់ហើយស្ងប់ស្ងាត់ល្អនៅម្ដងនេះគឺមានអារម្មណ៍ស្ងប់ស្ងាត់ល្អហើយឮសូរសំឡេងសត្វយំឬក៏សំឡេងសត្វស្លាបសត្វអីយំច្រើនអញ្ចឹងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបើសិនជាបងប្អូនមកលេងជាលក្ខណៈគ្រួសារឬមិត្តភ័ក្តិគឺពិតជាអែមតែម្ដងហើយបើសិនជាមកលក្ខណៈគូស្នេហ៍ពីរនាក់នាំសក់វែងអីមកលេងទៀតរឹតតែរ៉ូម៉ាន់ទិកទៀតដោយសារភាពស្ងប់ស្ងាត់ហើយនឹងទេសភាពអញ្ចឹងណាគាត់ថាអ្វីដែលសំខាន់គឺចាំបាច់ត្រូវតែសគួរម្ហូបអាហារព្រោះអីចៃដន្យពេលខ្លះខាងពូមីងអ្នកលក់ហ្នឹងគាត់អត់លក់ទេដោយសារខុសពីថ្ងៃបុណ្យទានអត់សូវមានមនុស្សអញ្ចឹងណាហើយសម្រាប់អាងខាងលើនេះគឺពេញនិយមជាងគេដោយសារតែវាធំទលាយអាចលេងបានគ្នាច្រើនហើយទឹកក៏មិនសូវជ្រៅដែរខាងលើនេះប្រហែលជាមនុស្សចាស់ប្រហែលជាត្រឹមទ្រូងឬក៏ត្រឹមហ្នឹងហើយប្រហែលជាត្រឹមទ្រូងហើយខ្ញុំចុះហ្នឹងត្រឹមទ្រូងដល់ចិត្តដល់កណ្ដាលហើយត្រឹមទ្រូងខ្ញុំទេមិនជាជ្រៅទេអញ្ចឹងក្មេងៗល្មមអាច7 8ឆ្នាំឯងអាចលេងបានហើយបើមើលតាមទេសភាពទាំងអស់នេះគឺស្អាតមែនតើសម្រាប់ខែវស្សាដោយសារតែមេឃទំភ្លៀងហើយឥឡូវហ្នឹងពងរោភ្លៀងទៀតហើយដោយសារខែនេះស្រុកព្រៃភ្នំគឺតែល្ងិតដល់ហើយប៉ុន្តែទោះយ៉ាងណាក៏នៅតែសប្បាយដោយសារយើងមកលេងទឹកអញ្ចឹងបើបានភ្លៀងទៀតក៏វាត្រជាក់ស្រួលដែរហើយណាមួយយើងអត់ភ័យរឿងទឹកភ្នំទេនៅខាងកន្លែងនេះដោយសារតែទឹកលក្ខណៈតូចហើយជាអាងជាលក្ខណៈទំនប់ពហិអញ្ចឹងយើងអត់ភ័យរឿងទឹកភ្នំហូរមកខ្លាំងទេគឺវាលក្ខណៈល្មមទេមិនជាខ្លាំងអញ្ចឹងយើងមេឃភ្លៀងម៉មក៏យើងអាចនៅលេងមុជទឹកលេងបានធម្មតាដែរហើយបច្ចៈនៅកន្លែងនេះគឺអត់មានការហាមប្រាមសម្រាប់ការនាំយកមកហូបទេហើយតម្លៃសម្រាប់ការចូលគឺរថយន្តគេយកដូចជា 5,000 រៀលហើយម៉ូតូដូចជា 2,000 រៀលគេអត់រាប់ចំនួនមនុស្សទេគេយកតែសម្រាប់ថ្លៃរថយន្តមួយគ្រឿងឬក៏ម៉ូតូមួយគ្រឿងហ្នឹងហើយចំណែកកញ្ចុះដែលគេដាក់ឲ្យមានអង្គុយនៅហ្នឹងគឺ free ទេអត់មានគិតលុយពីបងប្អូនទេគ្រាន់តែថាយើងត្រូវរបស់ហូបចុកមកខ្លួនឯងហើយយើងទិញក្នុងហ្នឹងបានខ្លះបើសិនជាពូមីងអ្នកលក់គាត់នៅលក់កន្លែងនេះដែលខ្ញុំប្រាប់ថារៀងហួសចិត្តហ្នឹងកន្លែងដែលខ្ញុំអង្គុយញ៉ាំបាយហើយឈរជូតខ្លួនឲ្យកូនពេលមកពីមុជទឹកវិញហើយមានណាពស់ហ្នឹងវាកាត់ជើងប្រពន្ធខ្ញុំហើយចូលទៅក្នុងរូងហ្នឹងហើយរូងរបស់វាចេញវាចូលនៅហ្នឹងហ្មងយើងឈរនៅហ្នឹងអង្គុយញ៉ាំបាយនៅហ្នឹងហើយពស់នៅក្នុងរុនថ្មនឹងក្រោមថ្មហ្នឹងហ្មងនិយាយទៅព្រឺរោមមែនតើហ្មងតែយើងអត់ដឹងពស់អីទេទោះបីជាមានពឹសឬអត់ពឹសក៏ដោយតែយើងវាខ្លាចដែរបងប្អូនមិនដឹងថាវានៅនឹងតាំងពីកាលវាចូលទៅក្នុងហ្នឹងដល់ពេលហ្នឹងក៏លេចឃើញមេឃភ្លៀងនាំគ្នាឡើងឡានហើយអត់តន់ចេញទៅវិញទេលេចក៏លេចមកឃើញវាអឺតកចេញមកនៅហ្នឹងឃើញវាអឺតកចេញពីក្នុងហ្នឹងមកមិន AI ទេបងប្អូនញាក់ព្រឺតហួសចិត្តហ្មងដល់ពេលអញ្ចឹងព្រោះយើងឈរនៅកន្លែងហ្នឹងជូតខ្លួនឲ្យកូននៅហ្នឹងហើយរុនវានៅហ្នឹងអញ្ចឹងបើបងប្អូនទៅលេងរៀងមានការប្រុងប្រយ័ត្នបន្តិចដោយសារតែដឹងស្រាប់ហើយនៅក្នុងព្រៃភ្នំវាតែងតែមានសត្វមានអីវាមិនអត់ទេគ្រាន់តែយើងប្រុងប្រយ័ត្នមើលកន្លែងណារៀងសុវត្ថិភាពហើយប្រយ័ត្នខ្លួនឯងដើម្បីសុវត្ថិភាពទាំងអស់ហើយវីដេអូយើងក៏មកដល់ទីបញ្ចប់នេះគឺខ្ញុំចេញទៅវិញដោយសារមេឃភ្លៀងម៉ោងទៅតែ2ជាងមិនទាន់3ផងពេលហ្នឹងក៏ស្រាប់តែមេឃភ្លៀងរៀងខ្លាំងដែរហើយក៏កូនទូចអញ្ចឹងទៅខ្ញុំក៏សម្រេចថាទៅផ្ទះវិញតែម្ដងទៅអញ្ចឹងបងប្អូនទស្សនាវីដេអូបន្តទៀតដែលយើងធ្វើដំណើរចាក់ចេញទៅវិញតាមផ្លូវមានទំនប់មានអីទេសភាពអីថែមទៀតអញ្ចឹងសូមអរគុណទាំងអស់គ្នាសូមជួយចុច Subscribe និងចុច Like វីដេអូម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបានផលិតវីដេអូបន្ថែមទៀតសូមអរគុណសំណាងល្អទាំងអស់គ្នា
you.